បាទមកទៀតហើយបងប្អូនមកទៀតហើយនេះចំពោះសូមបងប្អូនទស្សនាសកម្មភាពស្វាទេប៉ុន្តែតំបន់ខុសគ្នាវីដេអូមុនខ្ញុំឲ្យបងប្អូនទស្សនាស្វានៅខាងអង្គរវត្តយើងខេត្តសៀមរាបណាប៉ុន្តែមកថ្ងៃនេះគឺឲ្យបងប្អូនមកទស្សនាស្វានៅខាងភ្នំ7ខាងស្រុកភ្នំព្រឹកបងប្អូននៅចិត្តស្រុកកណ្ដាលយ៉ាងណាទេអញ្ចឹងណាបងប្អូនថ្ងៃនេះមកថតសកម្មភាពក៏ដូចជាយើងមកធ្វើបុណ្យមកឆ្លងមកអីនៅខាងលាអាងនៅភ្នំលាអាងនេះណាបាទអញ្ចឹងហើយយើងមកឆ្លងបុណ្យចូលឆ្នាំអញ្ចឹងក៏ឃើញស្វាអញ្ចឹងឆ្លៀតថតជូនបងប្អូនទស្សនាណាបងប្អូនហើយស្វានៅទីនេះមិនសូវមានអីស៊ីទេដោយសារប្រជាជនយើងនៅនេះយើងមិនដូចជានៅសៀមរាបទេណានៅសៀមរាបគេតំបន់ទេសចររបស់យើងនៅនេះគឺអ្នកស្រែនិច្ចការអញ្ចឹងគ្នាមកមានអាយុអីតិចតួចដូចជាស្វាយឬអីមកឲ្យស៊ីអញ្ចឹងប៉ុន្តែគាត់ថានៅវាមានច្រើនប្រភេទចង់ស៊ីអីទៅភ្ញៀវទេសចរគេដាក់ឲ្យនៅឃើញបងប្អូនស្វាខ្លះបានទៅស្វាយបានចុះមកហើយវានៅខ្លាចវានៅផ្លាំងវាខ្លាចមនុស្សណាបងប្អូនខ្លាចមនុស្សស្វានអង្គរខ្លាចទេស្វាយើងនៅនេះរៀងខ្លាចនេះខ្ញុំថតពីចម្ងាយអធិស្ឋានចំពោះដោយសារកាមេរ៉ាมันจะថ្លៃមានអីដូចគេទេអញ្ចឹងខ្ញុំថតអត់សូវច្បាស់អធិស្ឋានបងប្អូនអញ្ចឹងយើងមានអ៊ំអាចារ្យគាត់ទិញបោកមកគាត់ទិញហូបខ្លួនឯងប៉ុន្តែគាត់ឃើញយើងមកថតអញ្ចឹងទៅគាត់ដាក់អំបុកឲ្យស្វាស៊ីអញ្ចឹងណាស្វាចូលចិត្តណាអំបុកអង្គហើយនំចិននំអីស្ដែកដីហ្នឹងគឺចូលចិត្តតែបងប្អូនខ្ញុំសោកស្ដាយដែរនៅទៅនឹងឃើញអ្នកលក់គាត់អត់មានស្ដែកដីអញ្ចឹងទិញស្ដែកដីដាក់ឲ្យវាចេកអីយើងដាក់ចេកនេះដាក់ចេកមានស្វាយអញ្ចឹងណាសកម្មភាពស្វាអត់មានអីច្រើនទេគ្រាន់តែថាយើងថតឲ្យបងប្អូនទស្សនាកម្សាន្តសត្វព្រៃយើងថែសាររបស់គ្នាស្វានេះខ្លាចប្រហែលជាមានអ្នកធ្វើបាបណាបងប្អូនខ្លាចអ្នកស្រុកនឹងអីគាត់មកបាញ់មកអីចឹងនេះប៉ុន្តែបើនៅកន្លែងលអាងកន្លែងអីនេះគឺគេនេះថែសារមានពជាការពារមានប៉ូលីសមានទាហាននេះការពារល្អមែនទែនសំសើអញ្ចឹងណាប៉ុន្តែបើសិនណានៅឆ្ងាយអាចស្វានេះរត់មកពីឆ្ងាយឲ្យមកនេះអញ្ចឹងវានៅខ្លាចអញ្ចឹងណាបងប្អូនបាទមានរត់3កូននេះគឺវាស៊ីអំបុកបងប្អូនយើងចាក់អំបុកនៅលើថ្មយើងចាក់នៅលើស្លឹកឈើទៅវាពិបាករកស៊ីអញ្ចឹងនិតវាដែរបងប្អូននៅដល់តូចតូចអត់សូវបានស៊ីទេអាធំស្វានេះវាជានៅខាងលាអាងភ្នំ7នៅខាងស្រុកភ្នំព្រឹកឃុំប៊ូហើយបងប្អូនឃុំប៊ូអញ្ចឹងបើចង់មកលេងលាអាងទស្សនាលាអាងរមណីយដ្ឋាននៅក្នុងលាអាងភ្នំ7នេះទៅជិះចិត្តហ្នឹងក៏បងប្អូនអាចមកហើយទស្សនាបានអញ្ចឹងស្វាអាចចុះមកប្រហែលម៉ោងម្ដងខ្ញុំសួរអ៊ំអាចារ្យនេះឲ្យទៅវាឃ្លានគឺវាចុះមកវាអត់ទៅឃ្លានឆ្អែតទេវាឡើងទៅលើវិញបងប្អូនអញ្ចឹងវីដេអូខ្ញុំឲ្យបងប្អូនទស្សនាមានប៉ុណ្្នឹងឯងបងប្អូនកុំភ្លេចជួយ Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗពី Channel របស់ខ្ញុំបានអញ្ចឹងអរគុណច្រើនជម្រាបលាបងប្អូនបាយបាយ